តើគំលុះអូតាគូតាមដាន idol យ៉ាងម៉េចនៅលើធ្នើរបស់គាត់ពោពេញដោយសៀវភៅ Conan សម្រាប់វឹកហាត់ការគិតស៊ើបអង្កេតរីឯរូបថត idol ដែលគាត់ចូលចិត្តគឺដាក់តាំងពេញគាត់តាមដាននាងពេញ10ឆ្នាំតែយប់នេះពេលគាត់បើកមើលកណនី idol ដូចធម្មតាគាត់ស្រាប់តែភាំងគាត់សង្កេតឃើញថាសាររបស់ idol ហាក់មានបង្កប់អត្ថន័យកាត់ក្បួនពេលផ្គុំអក្សរចូលគ្នាគឺមានន័យថាអាជឿខ្ញុំស្រឡាញ់អ្នកតែ idol ធ្លាប់ប្រកាសថានាងនៅ live សោះពេលនឹកឃើញដល់ការលះបង់របស់ខ្លួនកំឡោះសៀវសួយមិនសុខចិត្តឡើយគាត់ក៏បើកមើលកណនីរបស់អាជឿស្រាប់តែឃើញរឿងមិនប្រក្រតីមែនគាត់ក៏សម្គាល់ថាអាជឿទើបតែបង្ហោះរូបការមួយបាច់ស្រាប់តែថ្ងៃបន្ទាប់ការនោះក៏លេចមុខនៅផ្ទះរបស់ idol ស្រីតែម្ដងឧទាហរណ៍មួយទៀតខាងនេះបង្ហោះរូបសត្វស្វាខាង idol ក៏ប្រាប់ថាទើបតែលេងសួនសត្វខណៈពេលសៀវសួយកំពុងសង្ស័យខ្សែដៃគូស្នេហ៍មួយគូធ្វើឲ្យគាត់ធ្លាក់ក្នុងភាពអស់សង្ឃឹមនេះច្បាស់ណាស់ថាធ្វើពុតជាបរិសុទ្ធតែលួចតាក់ទងគ្នាសៀវសួយមានអារម្មណ៍ថាត្រូវគេបោកប្រាស់ក៏សម្រេចចិត្តឈប់គ្រប់គ្រងតែនេះមិនអាចបំបត្តិកំហឹងគាត់បានទេគាត់ក៏បង្ហោះទម្លាយទង្វើរបស់ idol ស្រីនោះមិនយូរប៉ុន្មានព័ត៌មានស្នេហាលួចលាក់នេះក៏ផ្ទុះឡើងអ្នកគ្រប់គ្រងរាប់មិនអស់បានដកខ្លួនចេញប៉ុន្តែសៀវសួយដែលទម្លាយរឿងនេះមិនទាន់ដឹងទេថា idol ស្រីនោះបានផ្ញើសារឯកជនព្រមានផ្លូវច្បាប់មកគាត់តាមពិតក្រុមហ៊ុនរបស់ idol ចង់ប្តឹងសៀវសួយហើយថែមទាំងទាមទារសំណងជំងឺចិត្ត10លានទៀតផងពេលសៀវសួយមិនដឹងថារកលុយឯណាមកសងស្រាប់តែមានសម្លេងគូទ្វារគ្រាន់តែសៀវសួយភ័យបាត់ព្រលឹងគាត់មិនយល់ថាហេតុអ្វីប៉ូលីសមកលឿនម្លេះតែមើលទៅប៉ូលីសមានទឹកមុខរាក់ទាក់មិនដូចមកចាប់ខ្លួនគាត់ទេសៀវសួយមានអារម្មណ៍ងឿងឆ្ងល់ប៉ូលីសណានក៏និយាយត្រង់ថាគាត់ចង់ឲ្យសៀវសួយជួយសហការស៊ើបអង្កេតតាមរយៈរឿង idol ស្រីប៉ូលីសមើលឃើញពីសមត្ថភាពស៊ើបអង្កេតតាមអ៊ីនធឺណិតរបស់គាត់ហើយបើសៀវសួយយល់ព្រមជួយពួកគេនឹងជួយគាត់ដោះស្រាយរឿងក្តីប្តឹងរបស់តារាស្រីនោះដើម្បីកុំឲ្យសង្លុយ10លានសៀវសួយក៏យល់ព្រមទាំងបង្ខំចិត្តតាមដឹងថ្មីនេះមានសមាជិកក្រុមចម្រៀងនារីម្នាក់ឈ្មោះសៀវមីបានបាត់ខ្លួនប៉ូលីសគ្រាន់តែដឹងថានាងរាំសម្ដែងដូចធម្មតាតែពេលភ្លើងឆាកបិទសៀវមីដែលកំពុងរាំរស់រវើកក៏បាត់ខ្លួនឈឹងតែម្ដងប៉ុន្មានថ្ងៃបន្ទាប់សៀវសួយបានមើលវីដេអូមុនពេលសៀវមីបាត់ខ្លួនសារចុះសារឡើងមិនយូរប៉ុន្មានចំណុចគួរឲ្យសង្ស័យមួយបានតាក់ទាញចំណាប់អារម្មណ៍គាត់សង្កេតឃើញថាពេលសៀវមីសម្ដែងខ្សែភ្នែកនាងហាក់ដូចជាកំពុងខ្លាចអ្វីមួយពេលមើលតាមខ្សែភ្នែកនាងឃើញបរិសម្នាក់មានសាក់នៅកំពុងសម្លឹងមើលនាងយ៉ាងសាហាវហើយពេលភ្លើងបើកសៀវមីក៏បាត់ខ្លួនបរិស័កនោះក៏ចាក់ចេញពីកាមេរ៉ាសុវត្ថិភាពដែរសៀវសួយគិតថាការបាត់ខ្លួនរបស់សៀវមីប្រហែលតាក់ទងនឹងគាត់បន្ទាប់មកសៀវសួយចាប់ផ្ដើមមើលកាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវជុំវិញការប្រគំតន្ត្រីទម្រាំរកឃើញស្រមោលសៀវមីគាត់ឃើញរថយន្តវែងពណ៌ខ្មៅមួយគ្រឿងបានលេចមកចាប់នាងទៅតើនាងត្រូវបរិស័កនោះចាប់ចម្រិតមែនទេពេលដឹងរឿងនេះសៀវសួយប្រញាប់តាក់ទងប៉ូលីសតាមរយៈតម្រុយរបស់សៀវសួយប៉ូលីសក៏រកឃើញរថយន្តវែងខ្មៅនោះយ៉ាងលឿនតាមដានទីដៅរបស់វាប៉ូលីសក៏សម្គាល់ថារថយន្តនោះក្រោយពីចាប់សៀវមីហើយក៏បើកសម្ដៅទៅរោងចក្រមួយតែពេលប៉ូលីសណាងតាមដានតម្រុយរហូតដល់រោងចក្រស្រាប់តែឃើញថាទីនេះត្រូវបានបោះបង់ចោលយូរមកហើយពួកគេក៏ចាប់ផ្ដើមឆែកឆេរតាមបន្ទប់ពេលពួកគេគិតថាសៀវមីត្រូវគេបញ្ជូនទៅកន្លែងផ្សេងហើយនោះស្រាប់តែប៉ូលីសប្រុសដែលកាន់ពើបានឃើញអ្វីម្យ៉ាងពេលជំនួយការមើលតាមពន្លឺពើទើបដឹងថាជាសាកសពរបស់សៀវមីពីដំបូងជារឿងបាត់ខ្លួនពេលនេះคล้ายជាករណីឃាតកម្មទៅវិញសៀវសួយឃើញទិដ្ឋភាពនេះក៏ភ័យញ័រខ្លួនដោយសារភាពភ័យខ្លាចគាត់ក៏សុំដកខ្លួនវិញតែប៉ូលីសដែលដឹងពីសមត្ថភាពរបស់គាត់មិនព្រមឲ្យគាត់ឈប់ឡើយដើម្បីលួងលោមគាត់ឲ្យបន្តជួយពួកគេបានប្រើល្បិចស្រីស្អាតដោយហៅប៉ូលីសស្រីដ៏ស្រស់ស្អាតឈ្មោះសៀវធានមកតាមពិតនាងជាអ្នកហាត់ការហើយនាងកោតសរសើរបំផុតគឺបរិសដែលមានសមត្ថភាពខ្ពស់តាំងពីសៀវសួយឈប់គ្រប់គ្រង idol មកនេះជាលើកទី1ហើយដែលគាត់បានជួបនារីដែលធ្វើឲ្យគាត់លងស្នេហ៍សៀវសួយថែមទាំងរៀបរាប់ពីភាពគ្រោះថ្នាក់នៃការស៊ើបអង្កេតតែពេលនោះនាងបែរជាតាំងចិត្តជ្រើសរើសចម្លើយមួយទៀតនាងចង់ឲ្យសៀវធានបើកភ្នែកមើលសមត្ថភាពរបស់គាត់ប៉ូលីសក៏ឲ្យអ្នកទាំងពីរចាប់ដៃគូស៊ើបអង្កេតក្នុងនាមជាអ្នកនៅលីវតាំងពីកើតសៀវសួយដើម្បីបញ្ចេញសមត្ថភាពក៏ប្រឹងប្រែងអស់ពីលទ្ធភាពការស៊ើបអង្កេតមានការវិវត្តថ្មីយ៉ាងលឿនគាត់ក៏សម្គាល់ថានៅលើក្នុងដៃរបស់សៀវមីមុនពេលបាត់ខ្លួនមានប្រជ្រុយពីចំណែកតារាម្នាក់ទៀតដែរចូលនិវត្តន៍ដោយសារមានអ្នកចិញ្ចឹមក៏មានរូបថតមួយសន្លឹកដែរទោះបីជាមុខអ្នកក្បែរនោះត្រូវបិទបាំងតែមើលតាមប្រជ្រុយពីលើក្នុងដៃសៀវសួយនិងសៀវធានដឹងថាអ្នកនោះគឺសៀវមីមុនពេលបាត់ខ្លួនរូបថតនេះបានមកពីពិធីជប់លៀងមួយតាំងពីសៀវមីចូលរួមពិធីនោះមកនាងដែលធ្លាប់មានជីវភាពលំបាកស្រាប់តែមានការបូកប្រេនប្រើបន្ទាប់មកសៀវសួយនិងសៀវធានក៏បើកមើលវីដេអូខណៈពួកគេឆ្ងល់ថាតើនេះជាពិធីជប់លៀងអ្វីស្រាប់តែឃើញមនុស្សពីរនាក់ដែលធ្លាប់ស្គាល់នៅកាច់ជ្រុងម្នាក់ក្នុងចំណោមនោះគឺសៀវមីហើយពេលបរិសនោះងាកមកអ្នកទាំងពីរក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះបរិសក្នុងវីដេអូមិនមែនអ្នកណាផ្សេងទេគឺប៉ូលីសប្រុសដែលហៅពួកគេមកស៊ើបអង្កេតនឹងឯងដោយដឹងថាអ្នកទាំងពីរធ្លាប់មានរឿងមិនសប្បាយចិត្តនឹងគ្នាសៀវសួយប្រញាប់រាយការណ៍រឿងនេះប្រាប់ប៉ូលីសស្រីពេលពួកគេកំពុងរៀបរាប់ពីអ្វីដែលរកឃើញស្រាប់តែប៉ូលីសប្រុសនោះសុំចូលក្នុងវីដេអូខូដែរអ្វីដែលចម្លែកគឺគ្រាន់តែចូលមកប៉ូលីសប្រុសនោះប្រាប់ថារកឃើញឃាតសម្លាប់សៀវមីហើយគឺអ្នកគ្រប់គ្រងប្រុសម្នាក់រួចក៏ប្រាប់សៀវសួយនិងសៀវធានឲ្យឈប់ស៊ើបអង្កេតហើយសម្រាប់សិននិយាយចប់គាត់ក៏បិទវីដេអូខូទៅធ្វើឲ្យគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំងជាពិសេសប៉ូលីសស្រីដែលជាដៃគូរបស់គាត់ប៉ុន្តែសៀវសួយមិនបានឈប់ស៊ើបអង្កេតទេថែមទាំងរកឃើញតម្រុយថ្មីទៀតគាត់ស្រាវជ្រាវឃើញបុរសម្នាក់កាន់កន្សែងដៃដែលម៉ាក់តែមួយនឹងកាបូបរបស់សៀវមីពេលឆែកមើលទើបដឹងថាកន្សែងដៃនោះជារបស់បន្ថែមពេលទិញកាបូបនោះហើយអ្នកទាំងពីរបង្ហោះសារក្នុងពេលប្រហាក់ប្រហែលគ្នានេះបញ្ជាក់ថាបុរសដែលសៀវមីស្គាល់ក្នុងពិធីជប់លៀងនោះគឺជាអ្នកកាន់កន្សែងដៃនេះឯងក្រោយរកឃើញតម្រុយថ្មីសៀវសួយក៏ប្រញាប់រាយការណ៍ប្រាប់ប៉ូលីសស្រីតែពេលខូទៅទើបដឹងថានាងកំពុងលួចតាមដានប៉ូលីសប្រុសដែលគួរឲ្យសង្ស័យនោះតាមរយៈប្រព័ន្ធកំណត់ទីតាំងគាត់ក៏រកឃើញទីតាំងពិតប្រាកដរបស់ប៉ូលីសប្រុសនោះយ៉ាងលឿនតែនៅតាមផ្លូវមានតែនាឡិកាដៃមួយធ្លាក់ចោលពេលមើលតាមទីដៅនាឡិកាដៃស្រាប់តែឃើញបុរសម្នាក់ដេកនៅលើដីច្បាស់ណាស់ថាប៉ូលីសប្រុសនោះ
ត្រូវគេលួចធ្វើឃាតខណៈពេលស៊ីវស៊ុយកំពុងភ័យនឹងវង្វេងស្រាប់តែមានការខូមកតាមកម្មវិធីកុំព្យូទ័រស៊ីវស៊ុយដែលមិនទាន់បាត់ភ័យពេលទទួលទូរស័ព្ទក៏ឃើញថាអ្នកខូមកគឺជាប៉ូលីសប្រុសដែលស្លាប់នោះគ្រាន់តែខូមកគាត់ក៏សួរពីដំណើរការស៊ើបអង្កេតប្រឈមនឹងរឿងដ៏ចម្លែកនេះស៊ីវស៊ុយសួរដោយអចេតនាថាតើគាត់មានបងប្អូនភ្លោះឬគ្រាន់តែដូច្នេះប៉ូលីសប្រុសនោះក៏ប្រែពណ៌មុខរួចជាប្រទេសហើយបិទទូរស័ព្ទតែម្ដងសំណុំរឿងត្រូវជាប់គាំងមួយរយៈតែសំណាងល្អនៅថ្ងៃបន្ទាប់ប៉ូលីសស្រីរកឃើញតម្រុយថ្មីតាមការស៊ើបអង្កេតប៉ូលីសប្រុសដែលស្លាប់ក្នុងព្រៃគឺជាប៉ូលីសពិតដូច្នេះអ្នកដែលវីដេអូខូជាមួយពួកគេពីមុនគឺជាអ្នកក្លែងបន្លំគាត់មើលវីដេអូសារឡើងវិញច្រើនដងក៏កត់សម្គាល់ឃើញថាមុខបុរសក្នុងវីដេអូមានស្លាកស្នាមបន្តិចប៉ុន្តែពេលពួកគេកំពុងបន្តពិភាក្សាពីរឿងក្តីនេះស្រាប់តែស៊ីវធានដែលនៅក្បែរនោះមានអាការៈមិនស្រួលខ្លួនស៊ីវស៊ុយដែលលួចស្រឡាញ់នាងបំរុងនឹងសួរពីមូលហេតុតែស៊ីវធានគ្រាន់តែប្រាប់ថាមិនស្រួលខ្លួនរួចក៏ចាក់ចេញពីការជែកពេលនោះប៉ូលីសស្រីអង្វរស៊ីវស៊ុយឲ្យប្រឹងប្រែងតាមចាប់ឃាតតុមើលទៅការស្លាប់របស់ប៉ូលីសប្រុសធ្វើឲ្យនាងឈឺចាប់យ៉ាងខ្លាំងនៅថ្ងៃបន្ទាប់ប៉ូលីសស្រីបានរកឃើញកុំព្យូទ័ររបស់ប៉ូលីសប្រុសនោះមុនហើយឯកសារវីដេអូក្នុងកុំព្យូទ័រហាក់ដូចជានឹងទម្លាយអាថ៌កំបាំងក្នុងវីដេអូនោះប៉ូលីសប្រុសបានសារភាពពីដំណើររឿងទាំងអស់តាមពិតគាត់ស្គាល់សៀវមីតាំងពីយូរមកហើយការឆ្លោះគ្នាលើកមុនគឺដើម្បីឲ្យនាងធ្វើជាអ្នកស៊ើបការសម្ងាត់របស់គាត់គោលបំណងរបស់គាត់គឺដើម្បីស៊ើបអង្កេតអ្នកចិញ្ចឹមដែលសៀវមីស្គាល់ក្នុងពិធីជប់លៀងនោះក្រោយមកប៉ូលីសប្រុសដឹងថាអ្នកនោះមានខ្សែធំទើបសៀវមីត្រូវគេចាប់បានហើយត្រូវបរិសុទ្ធនោះតាមប្រមាញ់ទីបំផុតមិនត្រឹមតែនាងខ្លាចជាជនរងគ្រោះក្នុងរឿងនេះទេសូម្បីតែប៉ូលីសប្រុសខ្លួនឯងក៏ត្រូវបាត់បង់ជីវិតដែរឃើញទស្សនវិជ្ជានេះអ្នកទាំងពីរក៏ចាប់ផ្ដើមសិក្សាស៊ីជម្រៅលើរឿងក្តីនេះច្បាស់ណាស់ថារឿងនេះលើសពីសមត្ថភាពប៉ូលីសដោយពួកគេទៅហើយដោយព្រួយបារម្ភខ្លាចមានអ្នកស្លាប់របួសថែមទៀតប៉ូលីសស្រីក៏ណែនាំឲ្យសៀវស៊ុយដកខ្លួនបច្ចុប្បន្នបើសិនចង់ទម្លាយអាថ៌កំបាំងទាំងអស់គឺត្រូវចាប់ផ្ដើមស៊ើបពីអ្នកចិញ្ចឹមរបស់សៀវមីសិនសៀវស៊ុយដែលខំតាំងស្មារតីឡើងវិញបានរកឃើញថាអាឈិនហាក់ដូចជាតែងតែប្រើប្រាស់ផលិតផលម៉ាកមួយឈ្មោះថាវិមានក្រោមដីឃើញបែបនេះសៀវស៊ុយនឹកឃើញដល់កុំព្យូទ័ររបស់ប៉ូលីសប្រុសគាត់ចាំថាមុននេះធ្លាប់លើកឡើងពីម៉ាកនេះដែរសៀវស៊ុយសង្ស័យថារឿងក្តីនេះមានពាក់ព័ន្ធនឹងក្រុមហ៊ុននោះគាត់មិនចង់រំលងតម្រុយណាមួយឡើយក៏ប្រញាប់ស្វែងរកព័ត៌មានពីក្រុមហ៊ុននោះតាមរយៈតម្រុយលើអ៊ីនធឺណិតគាត់ក៏បានចូលទៅក្នុងក្រុមឆាតពាក់ព័ន្ធមួយដោយចៃដន្យអ្នកក្នុងនោះក៏មិនលាក់បាំងដែរតាមពិតមើលសម្បកក្រៅក្រុមហ៊ុនវិមានក្រោមដីនេះផលិតគ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះតែធៀបពិតលួចលាក់ផលិតអាវុធគីមីយោធាទោះបីគ្រប់គ្នាដឹងថាវាខុសច្បាប់ក្តីតែឲ្យតែមានអ្នកហ៊ានស៊ើបអង្កេតគឺនឹងត្រូវស្លាប់ដោយគ្មានមូលហេតុច្បាស់ណាស់ថានេះគឺជាការពិតដែលប៉ូលីសប្រុសចង់ស៊ើបអង្កេតពេលបានព័ត៌មានថ្មីសៀវស៊ុយអន្ទះសារចង់ប្រាប់ប៉ូលីសស្រីតែគ្រាន់តែវីដេអូខូភ្ជាប់ភ្លាមមិនទាន់បាននិយាយផងប៉ូលីសស្រីក៏ប្រាប់ឲ្យគាត់យកកុំព្យូទ័រមកហើយប្រាប់ថាអាសយដ្ឋាននាងនឹងផ្ញើចូលអ៊ីមែលប៉ុន្តែមើលតាមទឹកមុខភ័យស្លន់ស្លោរបស់ប៉ូលីសស្រីសៀវស៊ុយដឹងថានាងច្បាស់ជាជួបគ្រោះថ្នាក់ហើយដូច្នេះគាត់ក៏ប្រញាប់បើកមុខងារថតអេក្រង់ពេលវីដេអូត្រូវបានបិទដោយចង់ដឹងថាប៉ូលីសស្រីនៅណាគាត់ក៏ចាក់សារឡើងវិញយឺតនៅការសន្ទនាអំបញ្ញមិញទីបំផុតពេលសៀវស៊ុយពង្រេកកញ្ចក់នៅកាច់ជ្រុងគាត់ក៏ឃើញក្បាលរបស់ប៉ូលីសស្រីកំពុងត្រូវគេភ្ជង់កាំភ្លើងមែនតាមពិតនាងពិតជាត្រូវគេចាប់ចម្រិតមែនហើយនៅចុងវីដេអូនៅលើឧបករណ៍ក្បែរនោះមានលេខមួយជួរយ៉ាងច្បាស់ឃើញបែបនេះសៀវស៊ុយប្រញាប់ស្វែងរកលើអ៊ីនធឺណិតទើបដឹងថាកន្លែងដែលឃុំឃាំងប៉ូលីសស្រីគឺជាការដ្ឋានសាងសង់មួយហើយទីតាំងនេះគឺនៅជាប់នឹងក្រុមហ៊ុនវិមានក្រោមដីតែម្ដងខណៈពេលដែលគាត់កំពុងវង្វេងមិនដឹងត្រូវធ្វើអ្វីស្រាប់តែភីគីមខាងទៀតមករកគាត់ដល់កន្លែងទោះបីជាគាត់អាចគេចផុតពីការតាមចាប់ដោយប្រើចំណុចងឹតនៃកាមេរ៉ាតែគេចថ្ងៃទី1មិនផុតថ្ងៃទី10ទេគាត់ត្រូវតែទៅដោះស្រាយរឿងនេះដោយផ្ទាល់បន្ទាប់មកសៀវស៊ុយក៏យកកុំព្យូទ័រនិងអាវុធឆ្ពោះទៅរោងចក្រដែលឃុំឃាំងប៉ូលីសស្រីតែពេលគាត់មកដល់តាមតម្រុយស្រាប់តែឃើញថាទីនេះពោពេញដោយអ្នកយាមកាមដើម្បីជួយសង្គ្រោះនាងឲ្យបានលឿនសៀវស៊ុយក៏គប់កាំជ្រួចដែលបានរៀបចំទុកក្នុងផ្សែងពណ៌សហុយត្រឡោមគាត់ក៏ទាញកាំភ្លើងបាញ់ទឹកលីមទេចេញមកភ្លាមនោះស្ថានភាពប្រែជាវឹកវរយ៉ាងខ្លាំងហើយសៀវស៊ុយក៏ឆ្លៀតឱកាសនោះជួយសង្គ្រោះប៉ូលីសស្រីបានសម្រេចប៉ុន្តែពេលពួកគេរត់ចេញពីខ្លងភ្លាមស្រាប់តែមានរថយន្តមួយគ្រឿងបើកមកឈប់ចំពីមុខពួកគេអ្នកនោះគឺអាឈិនដែលជាអ្នកចិញ្ចឹមរបស់សៀវមីគ្រាន់តែចុះពីយន្តគាត់ក៏មិននិយាយច្រើនដណ្ដើមយកកុំព្យូទ័រដែលសៀវស៊ុយយកមកតែម្ដងឃើញទម្លាប់ញាក់ភ្នែករបស់គេសៀវស៊ុយទើបយល់ថាអ្នកដែលខ្លាញ់បន្លំជាប៉ូលីសប្រុសនោះគឺគេនេះឯងភ្លាមនោះតម្រុយទាំងអស់ត្រូវបានផ្សារភ្ជាប់គ្នាដោយមិនសុខចិត្តគាត់ក៏និយាយប្រាប់អាឈិនពីទង្វើឧក្រិដ្ឋកម្មរបស់គេប៉ុន្តែពេលនេះទើបសៀវស៊ុយដឹងថាវាហួសពេលទៅហើយព្រោះអ្នកដែលដឹងអាថ៌កំបាំងនេះនឹងត្រូវស្លាប់បន្ទាប់មកអាឈិនក៏ឲ្យកូនចៅចាត់ការអ្នកទាំងពីរប៉ុន្តែពេលកូនចៅកាន់កាំភ្លើងចូលមកជិតស្រាប់តែទូរស័ព្ទរបស់អាឈិនរត់ឡើងមិនឈប់ដោយក្តីសង្ស័យគាត់ក៏លូកយកមកមើលទើបដឹងថាខ្លួនឯងកំពុងល្បីនៅលើបណ្ដាញសង្គមតាមពិតពេលសៀវស៊ុយកំពុងស៊ើបអង្កេតរឿងក្តីសៀវមីគាត់ដែលចូលចិត្តមើលខមមិនអ្នកដទៃបានកត់សម្គាល់ឃើញខមមិនមួយដែលអ្នកផ្ញើមកគឺជាសមាជិកក្នុងក្រុមចម្រៀងនារីខ្លឹមសារគឺចោទប្រកាន់សៀវមីថាលួចរបស់គេពេលគិតដល់ថ្ងៃដែលបុរសនោះតាមដាននាងសៀវមីច្បាស់ជាដឹងពីភស្តុតាងឧក្រិដ្ឋកម្មរបស់អាឈិនតាំងពីយូរមកហើយពេលនាងដឹងថាមានគេកំពុងតាមដាននាងក៏លួចដាក់ភស្តុតាងចូលក្នុងកាបូបរបស់មិត្តរួមក្រុមតែមិត្តរួមក្រុមបែរជាយល់ច្រឡំថានាងលួចរបស់ខ្លួនទៅវិញពេលសៀវស៊ុយដឹងរឿងនេះគាត់ក៏ប្រាប់អ្វីទាំងអស់ទៅម្ដាយរបស់គាត់ហើយរៀបចំឲ្យម្ដាយទៅយកភស្តុតាងពីមិត្តរួមការងាររបស់សៀវមីអាឈិនភ័យស្លន់ស្លោប្រញាប់ឆែកមើលព័ត៌មានល្បីស្រាប់តែឃើញស្ត្រីម្នាក់រត់ចូលបន្ទប់មិត្តរួមការ
ងារសៀវមីហើយពិតជារកឃើញ flash drive ផ្ទុក post តាមក្នុងកាបូបរបស់នាងមែនបន្ទាប់មកម្ដាយរបស់គាត់ក៏បានផ្សាយបន្តផ្ទាល់ទម្លាយរឿងរ៉ាវទាំងអស់ចំណែកពេលកូនចៅអាឈិនកំពុងភ្លេចខ្លួនប៉ូលីសស្រីក៏ស្ទុះទៅវាយកាំភ្លើងរបស់គេឲ្យធ្លាក់មួយរំពេចស្ថានភាពអាក្រក់ទាំងអស់បានធ្លាក់ទៅលើអាឈិនទីបំផុតមួយសប្តាហ៍ក្រោយកើតហេតុក្រុមហ៊ុនវិមានក្រំដីក៏ដួលរលំទាំងស្រុងដោយសាររបបល្មើសនេះប៉ូលីសស្រីមករកសៀវស៊ូយដល់ផ្ទះដើម្បីអគុណតែសៀវស៊ូយបែរជាសំងំក្នុងបន្ទប់យ៉ាងស្រងូតស្រងាត់ព្រោះគាត់នៅតែមិនអាចបំភ្លេចសៀវធានដែលបាត់ខ្លួនថ្ងៃនោះដោយនឹកស្មានគាត់ក៏សាកល្បងវីដេអូខលទៅសៀវធានតែពេលឮសៀវស៊ូយសារភាពស្នេហ៍សៀវធានបែរជាភ័យស្លន់ស្លោហាក់ចង់និយាយតែមិនហ៊ានពេលសៀវស៊ូយសារភាពម្ដងទៀតចង់បានចម្លើយពីនាងសៀវធានក៏លែងលាក់បាំងទៀតតាមពិតសៀវធានដែលគាត់លួចស្រឡាញ់គឺម្ដាយរបស់គាត់ដែលប្រើកម្មវិធីបដូរមុខខ្លាញ់បន្លំសោះមូលហេតុដែលម្ដាយគាត់ធ្វើបែបនេះគឺមិនចង់ឲ្យកូនប្រុសបន្តធ្លាក់ទឹកចិត្តបែបនេះទៀតទេពីមុនគាត់តែងតែលងក្នុងពិភពតាមដាន idol ពេលនោះប៉ូលីសមកដល់ផ្ទះសុំជំនួយពីម្ដាយគាត់ល្មមដើម្បីកុំឲ្យកូនប្រុសបន្តធ្វើជាអូតាគូទៀតម្ដាយក៏យល់ព្រមសហការជាមួយប៉ូលីសប្រុសសម្ដែងរឿងនេះឡើងក្នុងពេលនោះម្ដាយបានប្រើកម្មវិធីបដូរមុខដើម្បីលើកទឹកចិត្តសៀវស៊ូជានិច្ចដោយនិយាយថាចូលចិត្តមនុស្សប្រុសមានសមត្ថភាពដែលសុទ្ធតែជាការកុហកដើម្បីស្ថាបនាគោលបំណងគឺសង្ឃឹមថាកូនប្រុសអាចត្រឡប់មករស់នៅជីវិតធម្មតាវិញបានឃើញហើយខ្ញុំក៏ហួសចិត្តដែរបើចូលចិត្តវីដេអូចុច follow មួយរកស៊ីមានបាន